បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube និង Facebook Page របស់ខ្ញុំថ្ងៃនេះថ្ងៃនេះខ្ញុំចង់ចែករំលែកបងប្អូនតើធ្វើបែបណាខ្លះទើបឆាប់ជោគជ័យជាមួយនឹង Facebook Page អញ្ចឹងពេលដែលយើងបង្កើត Facebook Page ថ្មីដំបូងគឺអត់ទាន់មាន follower ទេអញ្ចឹងតើធ្វើបែបណាខ្លះទើបយើងទទួលបាន follower ពីបងប្អូនដែលគាត់ចូលចិត្តនៅវីដេអូរបស់យើងអញ្ចឹងវិធីនេះគឺងាយស្រួលទេគឺសម្រាប់បងប្អូនទាំងអស់គ្នាគឺខ្ញុំតម្រូវឲ្យបងប្អូនទាំងអស់គ្នាគឺបង្កើតនៅ Facebook Page ថ្មីបន្ទាប់មកយើងមិនបាច់បង្កើត Facebook Page ច្រើនទេយើងអាចនឹងមាន Facebook Page ឬក៏ Channel YouTube មួយអញ្ចឹងវីដេអូមួយគឺយើងអាចធ្វើទៅផុសបានទាំង Channel YouTube ទាំង Facebook Page អញ្ចឹងបើសិនជាបងប្អូនចង់ជោគជ័យជាមួយនឹង Facebook Page លុះត្រាតែបងប្អូនធ្វើវីដេអូ upload ផុសជារៀងរាល់ថ្ងៃមួយថ្ងៃ2វីដេអូ3វីដេអូជារៀងរាល់ថ្ងៃទៅហើយបងប្អូនមិនបាច់ចាំគិតថាចង់បានចំនួន follower លឿនឬក៏ចង់បានក្នុងការរកលុយជាមួយនឹង Facebook Page លឿនបងប្អូនគិតចឹងឲ្យសោះអញ្ចឹងយើងធ្វើជាលក្ខណៈកំសាន្តចិត្តរបស់យើងហើយក៏យើងមិនបាច់ចាំអួតមិនបាច់ចាំអីភាគដទៃដែរសំខាន់គឺយើងព្យាយាមធ្វើវីដេអូផុសជារៀងរាល់ថ្ងៃទៅវីដេអូបែបណាដែលបងប្អូនចង់ធ្វើដូចជា react គេដូចជាយកវីដេអូគេយកមកធ្វើប៉ុន្តែយើង react ប្រៀបថាយើងនិយាយឲ្យមាននៅក្នុងវីដេអូនឹងដែរឬក៏វីដេអូបែបណាដែលបងប្អូនគិតថាបងប្អូនចូលចិត្តបងប្អូននឹងធ្វើអញ្ចឹងបងប្អូនព្យាយាមធ្វើជារៀងរាល់ថ្ងៃគឺមួយថ្ងៃចាប់ពី2វីដេអូ3វីដេអូឡើងទៅហើយចំណុចសំខាន់មួយទៀតគឺបងប្អូនត្រូវតែចូលទៅ add group បងប្អូនបាទអញ្ចឹងបងប្អូនចូលទៅ add group ឲ្យច្រើន group ទៅ4 10 group ទៅ10 group ទៅ15 group អីទៅពេលដែលយើងផុសវីដេអូអញ្ចឹងបងប្អូនផុសមួយគឺយើងចូលទៅ share វីដេអូហ្នឹងចូលក្នុង group 10 group ទៅជារៀងរាល់ថ្ងៃប្រចាំជារៀងរាល់ថ្ងៃគ្រប់វីដេអូរបស់យើងទៅមួយវីដេអូ10 group មួយវីដេអូ10 group ទៅហើយបងប្អូនព្យាយាមធ្វើគឺយើងមិនកំណត់រយៈពេលទេនឹងបើសិនជាបងប្អូនចង់រកលុយជាមួយនឹង Facebook Page ពិតប្រាកដមែនអញ្ចឹងបងប្អូនចូលទៅ share ចូល group 10 group ជារៀងរាល់ថ្ងៃហើយផុសវីដេអូក្នុងមួយថ្ងៃពី2ទៅ3វីដេអូជារៀងរាល់ថ្ងៃទៅបងប្អូនព្យាយាមធ្វើជារៀងរាល់ថ្ងៃបងប្អូនធ្វើដោយមិនខ្ជិលគឺធ្វើដោយការស្រឡាញ់និងចូលចិត្តធ្វើជាប្រចាំថ្ងៃជារៀងរាល់ថ្ងៃទៅអញ្ចឹងមិនយូរនឹងឆាប់ទេគឺនឹងមានអ្នកមក follower នៅ Facebook Page របស់យើងឲ្យតែបងប្អូនធ្វើវីដេអូបានល្អលក្ខណៈកំ pl ែងឬក៏ react អីផ្សេងឬក៏វីដេអូបែបចែកម្លែកផ្សេងដែលបងប្អូនមានសមត្ថភាពអាចធ្វើបានហ្នឹងគឺបងប្អូនធ្វើទៅមិនយូរនឹងឆាប់ទេបងប្អូននឹងអាចទទួលបានជោគជ័យនឹងមានអ្នកគាំទ្រមានអ្នក follower មកកាន់ Facebook Page របស់យើងអញ្ចឹងខ្ញុំពីមុនគឺខ្ញុំធ្លាប់ចោះចាញ់ជាច្រើនលើកជាច្រើនសារក្នុងការរកលុយជាមួយនឹង Facebook Page ដោយសារតែយើងបង្កើត Facebook Page ថ្មីអញ្ចឹងអត់មានអ្នក follower យើងទេហើយក៏មិនមានអ្នកទស្សនាយើងដែរមែនអត់បងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនចង់រកលុយតាមរយៈ Facebook Page ពិតប្រាកដមែនបងប្អូនព្យាយាមធ្វើបងប្អូនបាទបងប្អូនព្យាយាមធ្វើយូរទៅបងប្អូននឹងដឹងចិត្ត Facebook ហើយអញ្ចឹងទោះបងប្អូនបង្កើតនៅ Facebook Page ថ្មីទៀតក៏បងប្អូនអាចរក follower បានលឿនដែរខ្ញុំFacebook Page របស់ខ្ញុំមួយនេះគឺខ្ញុំធ្វើរយៈតែ5ទៅ6ខែទេបងប្អូនបាទនេះគឺយូរហើយរៀងយូរដែរហើយបើតាមគិតទៅគឺអត់គ្រប់5 6ខែទេដោយសារតែខ្ញុំធ្វើឲ្យបោះបង់ចោលបន្ទាប់មកខ្ញុំព្យាយាមធ្វើម្ដងទៀតចុងក្រោយគេបងអស់ហ្នឹងគឺខ្ញុំធ្វើក្នុងរយៈពេលប្រហែលជា3ខែទេ3ខែគឺយើងព្យាយាមផុសវីដេអូជារៀងរាល់ថ្ងៃយើង
ជាយើងធ្វើតាមគោលការណ៍របស់ Facebook page រៀងរាល់ថ្ងៃទៅអញ្ចឹងបងប្អូននឹងទទួលបានក្នុងការរកលុយជាមួយនឹង Facebook page ពេលដែលយើងគ្រប់គោលការណ៍របស់ Facebook page ទៅគឺគេតម្លាក់បេតុងស្រៀនវ័ននេះបងប្អូនបាទនេះស្រៀនវ័ននេះគឺយកមកឲ្យយើង set up ហើយក្នុងការ set up នេះខ្ញុំក៏មិនទាន់ច្បាស់លាស់ក្នុងការទទួលប្រាក់ពី Facebook ដែរបងប្អូនបាទអញ្ចឹងគឺកន្លែងហ្នឹងគឺខ្ញុំអត់ទាន់ច្បាស់លាស់ទេគឺគេអាចភ្ជាប់ជាមួយនឹង PayPal ជាមួយនឹង Payoneer ដើម្បីដកប្រាក់ពី Facebook page របស់យើងដែលយើងអាចរកលុយបានហ្នឹងហើយ Facebook ថ្មីដែលយើងបង្កើតនោះគឺយើងត្រូវតែដាក់ខ្សែដ្ឋាននៅក្រៅប្រទេសហើយបើសិនជាបងប្អូនធ្វើវីដេអូដោយ original ដោយខ្លួនឯងទៀតនោះអញ្ចឹងបងប្អូននឹងចូលទៅ Rime Manager ដើម្បីទទួលបានការ Rime Manager ទៅគឺយើងអាចភ្ជាប់គងធនាគារនៅស្រុកខ្មែរយើងបានយើងអាចរកលុយនៅស្រុកខ្មែរយើងបានងាយស្រួលយើងមិនបាច់មាន admin ក្រៅប្រទេសឬក៏មាន bank ធនាគារក្រៅប្រទេសទេអញ្ចឹងគឺយើងអាចរកលុយជាមួយនឹង Facebook page បានងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាតែម្ដងហើយខ្ញុំក៏មានតែច្រើនដែរសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនចង់រកប្រាក់ជាមួយនឹង Facebook page បងប្អូនព្យាយាមធ្វើជារៀងរាល់ថ្ងៃទៅព្យាយាម upload វីដេអូជារៀងរាល់ថ្ងៃជាប្រចាំសូមកុំខ្ជិលក្នុងការផុសវីដេអូនិងបើសិនជាបងប្អូនចង់រកលុយជាមួយនឹង Facebook page ពិតប្រាកដមែនហើយយើងត្រូវតែមានចូលទៅ add group ត្រូវតែមាន group អ្នកធ្វើមកបងអស់ត្រូវតែមាន group ដើម្បីយើង share ចូល group មួយវីដេអូ10 group មួយវីដេអូ10 group ទៅជារៀងរាល់ថ្ងៃទៅហើយជារៀង upload វីដេអូមួយថ្ងៃ2ទៅ3វីដេអូទៅជាប្រចាំជារៀងរាល់ថ្ងៃទៅគឺមិនយូរឆាប់ទេគឺនឹងមានអ្នកតាមដានបងប្អូនទាំងអស់គ្នាឲ្យតែបងប្អូនធ្វើវីដេអូបានល្អអញ្ចឹងនឹងមានអ្នកទស្សនាច្រើនហើយខ្ញុំក៏មានច្រើនដែរបងប្អូនដែលស្រឡាញ់នឹងចូលចិត្តខ្ញុំបងប្អូនកុំភ្លេចចុច follow នៅ Facebook page របស់ខ្ញុំឬក៏ចុច subscribe នៅ channel YouTube របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូចែកម្លែកថ្មីបន្តទៀតហើយនឹងហើយមានតែប៉ុណ្្នឹងទេអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយទៀត